តិចតែតាន់ Telegram មានតម្លៃទីផ្សារដល់ទៅ$30,000 លាន ខណៈបុគ្គលិកមានតែ30នាក់គ្មានតួនាទី HR តាមរយៈវីដេអូនៅលើបណ្ដាញសង្គម X បានបង្ហាញអំពីការផ្ដល់បទសម្ភាសន៍ទល់មុខគ្នាជាមួយលោក Pavel Durov សហស្ថាបនិកបណ្ដាញទំនាក់ទំនងដ៏ល្បីល្បាញ Telegram អំពីរឿងផ្ទៃក្នុងរបស់ក្រុមហ៊ុននៅក្នុងវីដេអូនោះលោក Durov បានលើកឡើងថា Telegram របស់ខ្លួនមានអ្នកប្រើប្រាស់ប្រមាណ 1000 លាននាក់ជាមួយនឹងតម្លៃទីផ្សារខ្ទង់$30,000 លានគ្មានការផ្សព្វផ្សាយពាណិជ្ជកម្មរញ៉េរញ៉ៃហើយសំខាន់បំផុតនោះទោះបីក្រុមហ៊ុនមានតម្លៃដល់ទៅ$30,000 លានក្តីក៏ក្រុមហ៊ុននៅតែប្រើប្រាស់បុគ្គលិកបម្រើការងារត្រឹមតែ30នាក់ប៉ុណ្ណោះដោយក្នុងនោះគ្មានផ្នែកធនធានមនុស្សឬ HR នោះទេងាកមកចាប់អារម្មណ៍អំពីសហស្ថាបនិក Telegram វិញលោក Pavel Durov បច្ចុប្បន្នមានវ័យ39ឆ្នាំកើតនៅអតីតសហភាពសូវៀតដោយបានសិក្សានៅសាកលវិទ្យាល័យ St. Petersburg ក្នុងប្រទេសរុស្ស៊ីហើយបើតាមការចុះផ្សាយពី Forbes បានប៉ាន់ស្មានថាលោកមានទ្រព្យសម្បត្តិចំនួន$17.1 លានគិតត្រឹមថ្ងៃទី6 ខែឧសភាឆ្នាំ2025មុនចេញរូបរាង Telegram នេះឡើងដំបូងឡើយគាត់បានបង្កើត vContactor ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយមានភាពពេញនិយមក្នុងប្រទេសរុស្ស៊ីតែយ៉ាងណាដោយសារមានសម្ពាធពីអាជ្ញាធរចង់បានទិន្នន័យអ្នកប្រើប្រាស់លោកសម្រេចបដិសេធនឹងដើរចេញពីប្រទេសរុស្ស៊ីក្រោយមកនៅឆ្នាំ2013លោកនិងបងប្រុសរបស់ខ្លួន Nikolai បានបើកដំណើរការ Telegram ហើយមកដល់នឹងបច្ចុប្បន្នត្រូវបានគេទទួលស្គាល់និងប្រើប្រាស់យ៉ាងពេញនិយមជាពិសេសដោយឃើញស្រាប់នៅក្នុងប្រទេសកម្ពុជានេះផ្ទាល់តែម្ដង